ក្មេងម្នាក់បានធ្វើអត្តឃាតខ្លួនឯងដោយការលេបថ្នាំបញ្ចប់ជីវិតក្នុងបន្ទប់ដោយទទួលបានព័ត៌មានពីសមត្ថកិច្ចថាការធ្វើអត្តឃាតនេះដោយសារបញ្ហាស្នេហានឹងមិនគេហៅថាស្នេហាដែលចង់ក្រោយមានតែការបែកបាក់ស្នេហាដែលទតបាត់បង់គ្នាទៅនិយាយពាក្យថាស្រឡាញ់ហើយនៅម្នាក់ឯងល្អបំផុតថៃហ៎ថៃហ៎ហើយនិយាយឲ្យស្ងាត់ឈឹងមានរឿងអីធម្មតាបានយើងទទួលបានស្នេហាមួយដែលថឹកថេរមួយនឹងមួយគ្មានការផិតក្បត់ហើយឆ្នៃគ្នាដល់ចាស់កងខ្នងអីយីអូអាហ្នឹងឯងគឺថាវាអញ្ចេះតើវាដល់គូវាដល់ហើយចាំគិតធ្វើអីនាំឈឺក្បាលទេពាក្យចាស់លោកថាគូវាមិនព្រាត់ទេហើយធ្វើម៉េចបានយើងដឹងថាជាគូអាហ្នឹងគឺអញ្ចឹងណាអាហ្នឹងវាកើតចេញពីខ្លួនយើងព្រោះថាខ្លួនយើងនេះជាអ្នកសម្រេចថាតើឲ្យគូជីវិតរបស់យើងនេះវាដើរទៅយ៉ាងរលូនដោយរបៀបណាទៅបានហើយភួងតើមើលលៀងចានលៀងអីនៅខាងក្រោយទៅនៅសួនហ្នឹងអូយអត់ចេះប្រយ័ត្នសោះនិយាយវានេះការងារអញ្ចឹងទុកឲ្យចៅធ្វើខ្លះទៅអូយខ្ញុំឃើញឲ្យតែឯងវាលហែកហើយខ្ញុំក៏តំណេក៏យកមកដេឲ្យទៅហ្នឹងតែភ្នែកយើងវាមិនច្បាស់ទេដេគឺវាអញ្ចឹងណាអូយនឹងស្អីទេតាវានេះមុតតែបន្តិចសោះហ្នឹងបោកពីខ្ញុំទៅវាភ្ញាក់បានតោះទៅរកសម្បុកពីពីងបិទបើអញ្ចឹងវាคลายតោះចាស់អស់ហើយហ្នឹងណាតែក៏ធ្វើដូចស្រឡាញ់គ្នាតំបាន3ខែហើយក្មេងៗសុំចាញ់តែឆ្ងល់ដែរមិនពួកគាត់ស្រឡាញ់គ្នាផ្អែមល្ហែមបានយូរម៉េះត្រូវតែមានចម្លើយទីនេះជាបណ្ដុំនៃចម្លើយរបស់ស្នេហារឹងមាំកំណត់ហេតុប្រចាំថ្ងៃឈ្មោះវីរៈបុប្ផាឆ្នាំ1982ដល់ម៉ោងទៅចូលរួមកម្មវិធីគេណាហើយនៅទាំងមើលបទជាអីសម្បូរផងបងបានមកវិញយំណាបងទៅសិនណាពេលខ្លះជីវិតមួយនឹងរស់នៅក្នុងភាពភ័ន្តច្រឡំរហូតដល់ពេលមួយដែលគិតថាពិភពលោកនឹងរស់នៅតែម្នាក់ឯងគ្មានគ្រួសារគ្មានសាច់ញាតិ
គ្មានអ្នកចាំប្រឹក្សាត្រូវរស់នៅហូបបាយស្ដាប់ភ្លេងចូលគេងម្នាក់ឯងរាល់យប់ហ្នឹងមែនជីវិតគូដែលគេតែងនិយាយ តែរងថ្ងៃគាត់ឆ្លាញ់គ្នាសឹងអីហ្នឹង លើយភួងមើលផ្ទះផងណានិយាយទៅបនគេនៅចំភូមិបន្តិច តែបើតាមគាត់ទៅសេយាយដូចតួស្រីនៅក្នុងរឿងកុនត្រូវប្តីជាចិត្តដើរលេងផឹកស៊ីធ្វើបាបផ្លូវចិត្តទៅតាមសកម្មភាពរងថ្ងៃនេះយាយប្រហែលជាគ្រាន់តែសេរឿងប្រឡំលោកដឹងអ្វីៗមិនឡដូចពួកយើងធ្លាប់គិតនោះទេសុភាពកាន់តែមិនដូចមុនចំណងអាពាហ៍ពិពាហ៍របស់យើងកាន់តែធ្លាក់ចូលស្មោដល់ខ្មាំងងឹត ខ្ញុំហត់ណាស់ថ្ងៃនេះខ្ញុំហត់នឹងការងារហើយនៅគឺហត់នឹងមើលទឹកមុខប្រពន្ធទៀតនេះ មិនមកឯងនិយាយចឹងមិនបានមកឯងត្រូវមកមើលទឹកមុខខ្ញុំវិញថេមកឯងដែររាល់ថ្ងៃដឹងតែដើរចោលខ្ញុំរាល់យប់រាល់ថ្ងៃហ្នឹងមកឯងដឹងថាខ្ញុំមានកូនមានអីក៏មកឯងនៅដើរចោលខ្ញុំដែរមកហូបធ្វើឲ្យក៏ដែរមានតែគេញ៉ាំដែរខ្ញុំនៅញ៉ាំម្នាក់ឯងរាល់យប់ឯងមានខ្ញុំសួរថាមកឯងដែរខ្វល់ បានហើយហត់អញ្ចឹងចាប់ថ្ងៃហ្នឹងទៅបាច់ហត់ចាំមើលភ្លើងខ្ញុំមកវិញហើយកុំបាច់ចាំហត់ធ្វើហូបច្រើនមកអសល់ខ្ញុំហត់ហើយខ្ញុំទៅហើយ អាឡូបុផានៅផ្ទះអត់នឹងកូន ចាម៉ែខ្ញុំនៅផ្ទះតាម៉ែមានការអីមែន ហើយកើតអីនឹងបុផាសលេងក៏ងួរដូចទៅយំហើយ មានណាម៉ែខ្ញុំតឹងច្រមុះហ្នឹងណា ហើយមានផឹកថ្នាំខ្មែរផឹកអីអត់នឹងកូនមានពោះមានពងផងណាប្រយ័ត្នសុខភាពឲ្យមែនតែនហើយភាពនៅផ្ទះអត់នឹងមើលឲ្យប្តីដាំទឹកដាំអីឲ្យផឹកមើលថ្ងៃបានធូរខ្លះបងភាពគាត់ ហើយភាពមិនកូន បងភាពគាត់ទៅធ្វើការបាត់ហើយម៉ែប៉ុន្តែអត់អីទេព្រោះអីអាពេលមុនគាត់ចេញទៅនឹងគាត់ដាំទុកឲ្យខ្ញុំដែរ ល្អហើយអញ្ចឹងកូនប្តីប្រពន្ធណាចេះស្រឡាញ់គ្នាអញ្ចឹងបានល្អ ចុះមកយាយហើយមិនបានប្រាប់គាត់ទៅថាតារត់តាមស្រីបាត់ហើយស្អប់ហ្នឹងមែនតើ ភួងហើយរវល់ធ្វើស្អីហ្នឹងបានជាអត់បោះផ្ទះមកអីនេះផ្ទះសត្វអដី เฮ้ยพวงយកបបរទៅកដៅហើយដួសយាយមួយចានផងគាត់បុលមុខទៅវិញអត់បានហូបវិញប៉ុន្មានទេចុះវាកើតអីវា 32ថ្ងៃដែលភាពចេញទៅខ្ញុំនៅតែរៀបចំម្ហូបរយប់ចាំគេត្រឡប់មកវិញតែពេលណាក៏ម្ហូបទាំងអស់នេះសល់ចាក់ចោលគ្មានអ្នកញ៉ាំដែរនេះឬដែលលោកចាស់និយាយថាធ្វើស្រែខុសអាចធ្វើឆ្នាំក្រោយបានតែបើរកគូសកលខុសគឺខំមួយជីវិត ណាគេហ្នឹង អ
បងសុំតូនបងចាញ់បោកគេអស់ហើយបងរកស៊ីមួយពួកអាយុហ្នឹងវាបងមាសបងអស់10ជីឥឡូវបងអស់ហើយអូនបងអស់ហើយ អត់អីទេបងឯងសម្រាប់សិនហើយចាំស្អែកចាំយើងគិតទៀតណា ចាបងចាអរគុណច្រើនណាបងជម្រាបលា Hôm nay nhiều sao mà nó kết không? អូនិយាយមួយលោកមៀហ្នឹងណានោះបងបបរលើតុងឯងហូបសិនណាខ្ញុំទៅផ្សារទៅរកមើលទិញម្ហូបទុកល្ងាចសិន ជូនចំពោះលោកប្តីសម្លាញ់ខ្ញុំដឹងថារាល់ថ្ងៃហ្នឹងណាមួយថ្ងៃមានរឿងច្រើនណាស់ដែលថ្ងៃលាក់ខ្ញុំនឹងកូនព្រោះមកអាចចង់ឲ្យខ្ញុំបារម្ភហើយនឹងខ្ញុំគិតច្រើនរឿងថ្ងៃរស់ស៊ីខាតទេតែមួយថ្ងៃត្រូវដឹងថាយើងជាប្តីប្រពន្ធជាគ្រួសារហើយមិនថាមានរឿងអីទេយើងត្រូវតែជំនះដើរទៅមុខមួយគ្នាចឹងមួយភាសាបបរនឹងឲ្យអស់សិនណា ហើយចាំយើងចាប់ដើមម្ដងទៀតមួយគ្នា អត់ទេឯងនៅក្នុងស្ពាបមើលទៅយកមួយមកអង្គុយក្បែរមកយ៉ាលើញ៉ាំតិចញ៉ាំអើយបងមកឯងតាមខ្លាញ់ខ្លាញ់បងណាហើយ គ្មានអ្វីអាចប្រៀបធៀបបានឡើយជាមួយសុភមង្គលគ្រួសារមួយដែលពោរពេញទៅដោយការយកចិត្តទុកដាក់អធ្យាស្រ័យមិនគុំគួនការលម្អនឹងធ្វើចេញពីបេះដូង ត្រូវហើយដូចពាក្យចាស់លោកនិយាយថាជាងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹងណាចៅ មិនបើមកយើងចិត្តល្អមកដល់ថ្នាក់តាធ្វើបើមកយើងឡើង6ឆ្នាំហើយយើងនៅតែហងមាំហើយថែរក្សាគ្រួសារនឹងបានយ៉ាងល្អ ចៅត្រូវចាំណាជាតិជាមនុស្សស្រីនេះទៅរក្សាចិត្តគំនិតយើងនេះឲ្យបានធ្ងន់ណាហើយក៏ចេះលើកលែងអព្យាស្រ័យឲ្យគ្នាទៅវិញទៅមកគ្រប់យ៉ាងព្រោះថាជាគ្រួសាររបស់យើងដោយពាក្យចាស់លោកនិយាយថាសំណាបយោងដីស្រីយោងប្រុសនេះហើយជាចម្លើយគ្រប់យ៉ាងដែលចៅសួរយាយពីថ្ងៃមុននោះណា